Hello. Hi. Ồ. Nè. Mà làm 10 chứ đọc thì con cái dân ơi nha.
10 วิไหมเลอห้องนี่คือจามบกคนไทยđó có rất lang đam chớ e khla nó bên đây chăm là hốt ra na thì bên đây có đam chớ nữa Ủa nó khla nhí khla mình cứ tui về nhá thì là đấy khla đâyแต่นี่ก็คลาอะไรนี่คลามีรถ Right kind of like look at that. Wow. On top of the mountain, man. Amazing. Thôi chị xua lấy Trời rất được. Look at that. The big temple on top of the mountain. So amazing. Look at that. We can see it down covered from the other side. What a perfect view. This place is best for the sunset. Amazing. This place is called Prasat Phnom Bakhai, which just means Bakhai Mountain. On top of the big mountains, we have the huge temple called Phnom Bakhai in Cambodia. So amazing place. Let's come and visit. There's a lot of people out here. Enjoy the perfect sunset. Yeah. Look at that. Oh, we can see the uncle from the other side. Amazing. Prasat Phnom Bakhai. នៅលើភ្នំបាក់ខែងយើងអាចមើលឃើញប្រាសាទអង្គរវត្តពីលើហ្នឹងទៅដែលឃើញថា view ស្អាតមែនតើកន្លែងនេះបើសិនជាថ្ងៃ sunset មើលព្រះអាទិត្យលិចល្បះ
as ចែកអត់ថ្ងៃហ្នឹងមេឃភ្លៀងអត់មាន sunset មើលទេមានតែទឹកភ្លៀងរិចគឺថា view ស្អាតមែនតើ look at that មានភ្លៀងទាំង2ថ្ងៃនេះបានដើរ ល្ងឹតបណ្ដោយបើកន្លែងល្ងឹតបានទាញកាមេរ៉ាថត anyway ឥឡូវយើងធ្វើដំណើរចុះពីប្រាសាទភ្នំបាក់ខែងឃើញថាមាន sunset អីទេគឺអត់មានថ្ងៃលេខទេដោយសារតែមេឃភ្លៀងចឹងគឺពេលហើយអត់បានមើលថ្ងៃលេខហ្នឹងណាចាំតែមើលនៅកន្លែងផ្សេងចឹងឥឡូវយើងចុះទៅវិញហើយ នឹងក៏មិនច្រើនហ្នឹងណាមុនបនំទុកមួយថ្ងៃហើយយើងនៅសានកោវត្តខ្លោងទ្វារចូលឃើញថាមនុស្សច្រើនមែនតើគេច្រើនភីវម៉ែយើងគេមកលក្ខណៈគ្រួសារពីបរទេសអត់សូវមានទេខ្លះមុនបរំទុកច្រើនជាខ្មែរយើងក៏ដើរលេងជុំគ្រួសារអញ្ចឹងទៅ មកដល់ប្រាសាទបាពួននេះមុនហ្នឹងប្រាសាទដីយ័នបានមកសំមិញហើយនោះក្នុងប្រាសាទដីយ័ននេះប្រាសាទបាពួននៅជិតគ្នាដៅទៅមុខទៀតគឺប្រាសាទបាក់ខាន់ហើយនឹងលាពណ៌និយាយចឹងថ្ងៃហ្នឹងគឺត្រូវបានដើរឲ្យបាន ច្រើនវិសាលពេកដោយសារតែវាមានពេលតែមួយថ្ងៃហ្នឹងទៀតពីរថ្ងៃបើសិនជា So we got ហើយស្អីយើងតមួយថ្ងៃទៀតប្រាំងជីកង់មិនដំរីមែនទេ ឥឡូវយើងកំពុងតែនៅលៀនជលដំរីគេតាំងថ្ងៃហ្នឹងមនុស្សច្រើនមែនតើពីច្រើនគេបុកមកលេងមកមុនអមបុកពេលអញ្ចឹងមនុស្សឡើងណែទៅអង្គរមិញឡើងទៅគឺច្រើនមែនតើមកឡើងជ្រាបសប្បាយចិត្តដើម្បីជួយភ្ញៀវទេសចរមកលេងច្រើនតែទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិមកលេងផ្សព្វផ្សាយពីទេសចរស្រុកខ្មែរយើងដើម្បីឲ្យមានភ្ញៀវទេសចរបរទេសមកទស្សនាកម្សាន្ត ឥ
อ๋อเยอะเลย แสดงว่าเขาเนี่ยเลยจึงบานมาดาวประสาทประคันđấy ต้องรัง นี่ជាប្រវត្តិសាស្ត្រនៃប្រាសាទប្រខាន់នៅកក់ចូលមានការបង្ហាញពីប្រវត្តិសាស្ត្ររបស់ប្រាសាទប្រខាន់អញ្ចឹងអានោះគឺខាងពីចូលអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាចឹងនេះគឺជាបំរាមខ្លះៗដែលសម្រាប់ភ្ញៀវទេសចរដែលមកលេងគឺមានការហាមស្រែកឡូឡាការឡើងលើថ្មប្រាសាទការជួបបរិយដូចជាស្លៀកសាច់ស៊ីខែលើខែក្រោមអញ្ចឹងគឺសួស្តីបងប្អូនអរគ្នានៅខាងក្រៅខ្ញុំនេះគឺជាប្រាសាទប្រខាន់អញ្ចឹងគឺប្រាសាទមុននឹងមកដល់ប្រាសាទប្រខាន់យើងត្រូវឆ្លងកាត់ប្រាសាទ3ជាន់ក៏ដូចជាមានលានជលដំរីមានប្រាសាទជាច្រើនទៀតដូចជាមាន12ដែរនៅតាមផ្លូវមុននឹងមកដល់ប្រាសាទប្រខាន់អញ្ចឹងយើងចូលទៅមើលដល់គ្នាថានៅប្រាសាទប្រខាន់មាន xây một lần for the king. Before the king families, they always come to pray here. Other people they just pray outside. And that is the entrance into our king. Yeah, he always come to pray here. កន្លែងជាទីសក្ការៈបូជារបស់ស្ដេចជំនាន់ដើម Before we still have some provinces nowadays, but not the all. Yeah, not the all. Most of them the people surrender. And where are these gems now? They gone. They gone. Yeah, we have some in the museum, but not too much. Yeah. But the French who were the people who stole the gems? Maybe we cannot say it because like in 1863, Cambodia under France, but maybe, but we cannot say it. You will see the Buddha. Buddha. Not broken. Buddha. Yeah, it's like a baby. Nhờ đàពីច្រកចូលប្រាសាទប្រខាន់រហូតមកដល់ចុងកតុយមកដល់ក្រោយមកអស់ហើយឥឡូវដើរតាមផ្លូវកាត់ទៅវិញប្រាសាទប្រខាន់មើលពីក្រៅមកតូចអត់សូវធំបានទេប៉ុន្តែជ្រៅមែនតើឃើញថារចនាបថមិនខុសពីប្រាសាទផ្សេងប៉ុន្មានទេដូចស្តៀងដល់គ្នាគ្រាន់តែមានការតបតែងក៏ដូចជាចម្លាក់ខុសគ្នាតាមរចនាបថនីមួយដើមឈើរាប់ពាន់ឆ្នាំធំមែនតើព័ទ្ធជុំវិញប្រាសាទព្រៃក្រាស់ខ្មឹកស្អាតធ្វើឲ្យត្រជាក់នេះគឺស្រះទឹកនៅចំហៀងប្រាសាទសូមស្វាគមន៍មកកាន់ប្រាសាទនាពាន់ទិដ្ឋភាពផ្លូវចូលប្រាសាទនាពាន់អមដោយទឹកសងខាងមានការឈូកដើមឈូកស្អាតមែនតើ xuống thay một ngày rồi bạn ba mươi hai gì
សុទ្ធតែដើមឈូកមានគេតែងយើងបុរាណហើយមែនតើមកដល់ប្រាសាទនិព្វានហ្នឹងអញ្ចឹងយើងចូលទៅមើលរបស់គ្នាថាប្រាសាទនិព្វានមានផ្លូវចូលអមដោយទឹកសងខាងហើយបោដើមឈូកเขาพี่น้องนี่นี่คือผม ប្រាសាទនិព្វានប៉ុណ្ណាទីតាំងប្រាសាទនិព្វានគឺនៅជិតផ្សារប្រខ័ណ្ឌបាទនិយាយទៅចេញមកពីប្រខ័ណ្ឌមកបន្តិចមកដល់និយាយទៅមកជួរមុននឹងមកដល់ប្រាសាទពាន់នេះគឺមានប្រាសាទច្រើននៅជាប់គ្នានិយាយទៅសម្បូរប្រាសាទមែនតើតាំងមានទឹកព័ទ្ធជុំវិញស្អាតមែនតើមុននឹងថាចេញមកពីនិព្វានចូលអង្គរធំដល់ពេលមក search map ឆែកមើល map ចុចចុះចុចឡើងតើមែនទៅសានក៏ធំឯទៅស្រុកក៏ធំភូមិក៏ធំហើយពេលឡើងមកត្រឡប់ឥឡូវបកឲ្យវិញចេញទៅបាយថ្ងៃនៅភូមិបដាឥឡូវនៅតាមផ្លូវស្វាគមន៍មកកាន់ភូមិប្រដាតំបន់កំពុងតែល្បីនៅសៀមរាបមកហ្នឹងជុកអាំងមកហ្នឹងគោលបំណងគឺមកលក់ជុកអាំងនៅបដាហើយនឹងអាកោខ្ទិះចង់ដល់រសជាតិនៅមានណាគេលេខបាញ់ទឹកអូមកនេះអូគេលេខឡៃណាអូគេលេខណាយ៉ាប្រានធំពីពុតដបងធំពុតមាត់បាទនេះអត់តាន់នេះផងលេបមាត់បាទអានេះប្រហុកនឹងជួយក្នុងក្រងទឹកជ្រលក់ជុំខ្មៅឥឡូវកុំតន់នេះព្រោះនេះសិនណាឆ្ងាញ់ចូលមកបានឥឡូវយើងមកដល់ប្រាសាទប្រែរូបតែបានចូលទេគ្រាន់តែនៅមើលលេខក្រៅប្រាសាទនៅមានពី3កន្លែងទៀតដែលយើងត្រូវទៅឥឡូវហ្នឹងម៉ោង 3:74 ហ្នឹងណាមួយគាត់ថាទម្រង់រចនាបថអត់មានខុសគ្នាអីណាទេគ្រាន់មើលពីឆ្ងាយឲ្យស្គាល់ឥឡូវយើងបានមកដល់ប្រាសាទតាព្រំសាតាព្រំ
ว้ายจะด่าอะไรนะนี่ขนาดโอ้หนูcái miền lấyจะด่าcáiด่าต่างกันmơ mó đôi chỉ ở khơi mà xa bên tayเนี่ยขณะเป็นเพลย์ดาหลางเจอเมธาภาษาตะปรมแหละครูนขนมปรีได้มันเยอะไหมเนี่ยเคยกันไอ้บางมกคือเชื่อภาษาตะปรมดามีดาวมันเชื่อดอกเนบิเลยประสาทคล้ายเชียกันไล่ได้เป็นจมสำหรับเนี่ยจะถอดรูปว้าวดังเชื่อดอกเนบิเลยกัมพูชามันดังทำเมียนอายุกาประมาณ100ประมาณปอนเมินสนามที่นี่ขึ้นทาสภาพซาดโดยมีการตรวจตรมครั้งขึ้นเมียนจะด่าได้เอาลำใบจมนวยบะไม่เชื่อเตจอมเลี้ยงเชิงกัวซอนนะแล้วกัวซอนตรงขนาดพลังนะคือเป็นจุ่มได้บางคนเรื่องจะถอดรูปวางได้ในดามเชือนี่ดอกเนยเป็นเลยภาษาต่อดำรงเป็นทางในนะมันอุออนมันแต่ลำบากคือการถอดรูปเชียร์ในซอยดูวัดสตังซิมเรียบ POV